នៅម្ដុំបឹងកេងកងតែដឹងថាមានហាងសាច់អង្គរ៉េទៅបាក់ថ្មីទៅអ្នកដែលជា fan K-pop ទៅនឹងដឹងទៅត្រូវម៉ាត់ចៃតែសតកាដេកគឺថាចេញមកកូរ៉េហ្មងអង្គបដាញ៉ាំបដាជាមួយនឹងបរិយាកាសនៅក្នុងហាងដែលកំពុងតែចាក់បទ K-pop នឹងទៀតកាន់តែឆ្ងាញ់ហើយឈៀលហ្មងឈុតសាច់អង្គដែលខ្ញុំអានកំងនេះគឺជាឈុតសិតឈឿនថងច្រើនខ្លាំងមែនទែនជាមួយនឹងមីខ្មៅពងមាន់ឈីសពងមាន់ចំហុយស៊ុបសណ្ដែកសៀងអាហារសម្រន់ជុំវិញឆ្នាំង14មុខសាច់ជ្រូក3ជាន់សាច់ចលាំងសាច់កញ្ចឹងកនិងសាច់អមច្រឡោអាផងដែរហើយនៅក្នុងមួយចានគេនឹងគឺថាច្រើនខ្លាំងមែនទែនដែលមានទម្ងន់រហូតដល់550ក្រាមមកសាច់ជ្រូកគេនេះគឺថាអាំងឆាប់ឆ្អិនទៅពីមកគឺថារសជាតិឡងជូស៊ីអាលាពេញមាត់ហ្មងដោយសារតែគេបានយកទៅ egging ដូចជាសម្រាប់មេរោគអស់រយៈពេល480ម៉ោងហើយទើបតែមានដំបូងទេនៅក្នុងប្រទេសកម្ពុជាយើងអ្នកដែលចូលចិត្តទឹកជ្រលក់កូរ៉េចំមកនេះត្រូវហើយក្រៅពីសាច់ជ្រូកក៏មានជាមួយនឹងសាច់គោមកពីប្រទេសអាមេរិកផងដែរតោះអស់ហើយក៏មានម្ហូបអាឡាកេរសជាតិដើមពីកូរ៉េជាច្រើនមុខទៀតហើយនៅក្នុងឆ្នាំដែលកំពុងតែក្តៅភូផុលនេះហើយគឺជាឆតឈិនតុងសិតខសាច់ជ្រូក3ជាន់ជាមួយនឹងគីមឈីមកតខគឺថាមកជាមួយនឹងអាហារសម្រន់ផ្សេងៗបន្ថែមជាមួយដែរសម្រាប់ខវិញគឺថាអស់បាយ3ចានអត់នឹងឆ្អែតទេណាឆ្ងាញ់ខ្លាំងឆ្ងាញ់សឹងតែគ្រប់មុខហ្មងហើយបើមិនឆ្ងាញ់គ្រប់មុខបើរូបមន្តការបង្ហាត់បង្រៀនពីចុងភៅប្រទេសកូរ៉េផ្ទាល់ទីតាំងនៅនេះគឺថាធំទូលាយខ្លាំងមែនតើមានតាំងពីជាន់ក្រោមជាន់លើហើយនៅខាងក្រៅនេះទៀតកន្លែងចំណតគេវិញគឺថាធំទូលាយអញ្ចឹងចង់ញ៉ាំជាមួយនឹងសាច់អាំងមានរសជាតិឆ្ងាញ់បែបកូរ៉េអាំងសាច់បដាញ៉ាំបដាជាមួយនឹងបរិយាកាសចាក់បទចម្រៀង K-pop ឈៀលមកឈឿនថងបឹងកេងកងមកព្រោះតែឥឡូវហ្នឹងគេប្រម៉ូសិន30%អស់ក្នុងឱកាសបើកដំណើរការសាក់លបង